សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាទឹកដីនិងប្រជាជននៅតែជាអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាលទាំងពេលកន្លងមកបច្ចុប្បន្ននិងទៅអនាគតសម្ដេចបន្តថាចំពោះជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជាថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋនឹងត្រូវការពារដោយច្បាប់អន្តរជាតិជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហេតុដូចនេះកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារអធិបតេយ្យជាតិបូរណភាពទឹកដីទាំងបច្ចុប្បន្នទាំងទៅអនាគតដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែបន្ទាត់ព្រំដែនឬកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិឬតាមរយៈប្រើប្រាស់កម្លាំងទន្ទឹមគ្នានេះផងដែរបទវិភាគរបស់លោកអនុដាតើច្បាប់អន្តរជាតិមានន័យអ្វីនៅពេលដែលខ្សែបន្ទាត់ព្រំដែនត្រូវបានគេបំពាននេះជាសំណួរដែលត្រូវបានលើកឡើងក្នុងបទវិភាគដ៏ស៊ីជម្រៅរបស់លោកអនុដាតពាក់ព័ន្ធភាពតានតឹងរវាងកម្ពុជានិងថៃជុំវិញប្រាសាទតាមាន់តាក្របីដែលចុះផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់លោកកាលពីថ្ងៃទី9ខែកុម្ភៈឆ្នាំ2026កន្លងទៅលោកអនុដាតបានសង្កត់ធ្ងន់ថាវិវាទនេះមិនមែនជារឿងមនោសញ្ចេតនាឬអ្នកណាគ្រប់គ្រងទីតាំងជាក់ស្ដែងឡើយប៉ុន្តែវាគឺជាការវាស់ស្តង់ដារថាតើសិទ្ធិសញ្ញាដែលបានព្រមព្រៀងគ្នាជាមួយសតវត្សមុននឹងត្រូវបានបញ្ជាក់ដោយតុលាការអន្តរជាតិនៅតែមានតម្លៃចងកាតព្វកិច្ចរដ្ឋដែរឬទេគណៈដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅនីតិរដ្ឋជានិច្ចលោកអនុដាគឺជាសហគ្រិនជនជាតិបារាំងដ៏ជោគជ័យម្នាក់ដែលបានរស់នៅនិងប្រកបធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត30ឆ្នាំមកហើយលោកត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងនាមជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Halai Hospitality Group ព្រមទាំងធ្លាប់ជាប្រធានពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាតាមបទពិសោធន៍ដ៏ក្រាស់ក្រែលនិងការយល់ដឹងស៊ីជម្រៅពីបរិបទក្នុងតំបន់លោកតែងតែផ្ដល់នូវមុំមើលឃើញតាមបែបវិទ្យាសាស្ត្រនិងយុទ្ធសាស្ត្រដែលបង្ហាញពីការពិតនៃប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពជាតិខ្មែរទៅកាន់មជ្ឈដ្ឋានអន្តរជាតិជាក់ស្ដែងក្នុងបទវិភាគរបស់លោកអនុដាតបានបង្ហាញថាខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃត្រូវបានបង្កើតឡើងយ៉ាងច្បាស់លាស់តាមរយៈសន្ធិសញ្ញាឆ្នាំ1904និង1907រវាងបារាំងនិងសៀមដែលបានបង្កើតឲ្យមានគណៈកម្មការបច្ចេកទេសចម្រុះក្នុងការផលិតផែនទីផ្លូវការលោកបានពន្យល់ថាក្នុងច្បាប់អន្តរជាតិកាលដែលភាគីថៃទទួលយកនិងប្រើប្រាស់ផែនទីទាំងនោះអស់រយៈពេលរាប់ទសវត្សរ៍ដោយគ្មានការតវ៉ាគឺជាការទទួលស្គាល់ដោយស្វ័យប្រវត្តិតាមគោលការណ៍ច្បាប់ដូច្នេះថៃមិនអាចលើកយកលេសរឿងបន្ទាត់បែងចែកទឹកដីមកបដិសេធផែនទីផ្លូវការដើម្បីកេងចំណេញទឹកដីតាមចិត្តចង់នោះឡើយលោកអនុដាតបានរំលឹកទៀតថាហេតុផលច្បាប់ដដែលនេះត្រូវបានតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ យកមកអនុវត្តនិងសម្រេចឲ្យកម្ពុជាឈ្នះក្តីក្នុងករណីប្រាសាទព្រះវិហារក្នុងឆ្នាំ1962និងឆ្នាំ2013លោកបានបញ្ជាក់បន្តទៀតថាតាមបច្ចេកទេសផែនទីខ្នាត 1.2 សែនបានដាក់ទីតាំងប្រាសាទតាមាន់និងតាក្របីស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែតកាលដែលថៃព្យាយាមបកស្រាយថាជាតំបន់ត្រួតគ្នាឬមិនទាន់បោះបង្គោលរួចរាល់មិនមែនមានន័យថាអធិបតេយ្យភាពត្រូវបានបើកឲ្យចរចាឡើងវិញនោះទេព្រោះច្បាប់អន្តរជាតិផ្ដល់តម្លៃលើសិទ្ធិស្របច្បាប់តាមសន្ធិសញ្ញាខ្ពស់ជាងវត្តមានអយោធាជាក់ស្ដែងលើដីដើម្បីស្ថិរភាពនិងជានិយមប្រជាជនថៃបោះឆ្នោតជ្រើសរើសគណៈបកភូមិใจថៃរបស់លោកអនុទានឆាន់វីរៈគូលមួយថ្ងៃក្រោយលទ្ធផលបោះឆ្នោតបឋមបង្ហាញថាគណៈបកភូមិใจថៃរបស់លោកទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតសភាថៃកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះលោកអនុទានឆាន់វីរៈគូលនៅថ្ងៃច័ន្ទបានប្រកាសថាគណៈបកភូមិใจថៃត្រៀមខ្លួនរួចហើយដើម្បីចាប់ដៃគូជាមួយបកដទៃទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបើតាមលទ្ធផលឆ្នោតបឋមប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅយប់ថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ដដែលនោះគណៈបកភូមិใจថៃរបស់លោកអនុទានឆាន់វីរៈគូលទទួលអាសនៈជិត200នៅរដ្ឋសភាដោយនាំមុខដាច់ឆ្ងាយគណៈបកប្រជាជនដែលជាគណៈបកចម្រើននិយមរបស់លោកណដ្ឋភង្សរឿងបញ្ញវុធជ័យជំនះរបស់គណៈបកភូមិใจថៃគឺជារឿងដែលគេនឹកស្មានមិនដល់បើគេមើលទៅលើការព្យាករណ៍និងការស្ទង់មតិកន្លងមកទទួលអាសនៈប្រមាណ193ក្នុងចំណោមអាសនៈសរុបសភាចំនួន500គណៈបកភូមិใจថៃរបស់លោកអនុទានឆាន់វីរៈគូលទទួលបានសម្លេងឆ្នោតច្រើននាំមុខគូប្រជែងជាពិសេសគណៈបកប្រជាជនគណៈបកភូមិใจថៃទទួលបានលទ្ធផលល្អខ្លាំងមិនធ្លាប់មានគិតចាប់តាំងពីគណៈបកនេះបង្កើតឡើងកាលពីឆ្នាំ2008នៅក្នុងការបោះឆ្នោតមុនដូចជានៅឆ្នាំ2023
3គណៈបកភូមិใจไทยទទួលបានតែ71អាសនៈតែប៉ុណ្ណោះដោយសារគណៈបកភូមិใจไทยរបស់លោកបានសម្លេងតិចលោកអនុทิនឆាន់វីរៈគុណត្រូវគេប្រៀបធៀបដូចជាសត្វបង្គួយបដូរពណ៌ព្រោះតែចង់បានតំណែងរដ្ឋមន្ត្រីរបស់ក្រសួងក្នុងរដ្ឋាភិបាលចម្រុះដែលបកភូមិใจไทยបានចូលរួមជាមួយនឹងគណៈបកធំៗដូចជាគណៈបកភឿថៃជាដើមប៉ុន្តែលើកនេះគណៈបកភូមិใจไทยរបស់លោកអនុทิនឆាន់វីរៈគុណទទួលបានអាសនៈច្រើនជាងគេគឺ200អាសនៈនិងមានអំណាចជ្រើសរើសបកផ្សេងៗទៀតឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួនបកភូមិใจไทยទទួលបានសម្លេងឆ្នោតច្រើនយ៉ាងដូចនេះក៏ព្រោះតែគណៈបកភូមិใจไทยនេះចេះបត់បែនតាមកលតិស័កដូចជាលោកអនុทิនឆាន់វីរៈគុណអញ្ចឹងដែរធ្លាប់តែមានជំហរកណ្ដាលគណៈបកភូមិใจไทยបានងាកទៅចាប់ដៃគូជាមួយអ្នកនយោបាយអភិរក្សនិយមគ្រប់គ្រងក្រមយោធានិងចេញមកការពីព្រះរាជបល្ល័ង្កប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើកំណែទម្រង់ច្បាប់ជេរប្រមាថព្រះមហាក្សត្រជាដើមមួយវិញទៀតការផ្ទុះសង្គ្រាមជាមួយកម្ពុជាក៏ជាហេតុផលមួយដែលរុញច្រានឲ្យបកភូមិใจไทยរបស់លោកអនុทิនឆាន់វីរៈគុណឈ្នះឆ្នោតលើកនេះដែរនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកលោកអនុทิនឆាន់វីរៈគុណបានលើកយកបញ្ហាសន្តិសុខការពារបរណភាពទឹកដីមកបញ្ចុះបញ្ចូលប្រជាជនលោកធ្លាប់បាននិយាយថាបើសិនបើលោកឈ្នះឆ្នោតនោះលោកនឹងសាងសង់ជញ្ជាំងនៅព្រំដែនជាមួយនឹងកម្ពុជានិងផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងទៅឲ្យកងទ័ពដើម្បីការពារទឹកដីថៃនៅក្នុងកលតិស័កដែលប្រទេសកំពុងមានបញ្ហាជំនួបព្រំដែនជាមួយកម្ពុជានិងយល់ថាបញ្ហាសន្តិសុខនៅព្រំដែនជាអត្តភាពចម្បងរបស់ប្រជាជនលោកអនុทิនចេះល្បិចយកបញ្ហាចំនួនព្រំដែនខ្មែរថៃធ្វើជាយុទ្ធសាស្ត្រតាក់ទាញអ្នកជាតិនិយមថៃនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026កន្លងទៅលោកអនុทิនឆាន់វីរៈគុណបាននិយាយថាជាតិនិយមស្ថិតក្នុងបេះដូងរបស់បកភូមិใจไทยជានិច្ចបកភូមិใจไทยរបស់លោកអនុทิនឆាន់វីរៈគុណទទួលបានអាសនៈដល់ទៅ200អាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាក៏ព្រោះតែបកភឿថៃធ្លាក់ចុះខ្សោយដោយសារតែរឿងរ៉ាវអាស្រូវដែលជាប់ពាក់ព័ន្ធរវាងគ្រួសាររបស់លោកថាក់ស៊ីននិងអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនបកភឿថៃធ្លាក់ចុះខ្សោយបាត់បង់ប្រជាប្រិយភាពខ្លាំងលទ្ធផលឆ្នោតបង្ហាញថានៅតំបន់ភាគខាងជើងប្រទេសដែលសម្បូរដោយក្រុមអាវក្រហមគ្រប់គ្រងបកភឿថៃរបស់លោកថាក់ស៊ីនឥឡូវនេះបានប្រែក្លាយទៅជាអាវពណ៌ខៀវរបស់គណៈបកភូមិใจไทยគណៈបកប្រជាជនត្រូវបរាជ័យបះជើងព្រោះតែនយោបាយកំណែទម្រង់មិនចំកលតិស័កជាមួយសន្ទុះគ្រប់គ្រងនៅភាពស្វាហាប់របស់ចលនាយុវជនរបស់ខ្លួនដែលចង់ឲ្យមានការផ្លាស់ប្ដូរក្នុងសង្គមថៃបកប្រជាជនធ្លាប់មានទំនុកចិត្តថានឹងទទួលជ័យជំនះដោយលើកមុនឬបានសម្លេងឆ្នោតច្រើនផ្ដាច់មុខទៀតផងដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងប៉ុន្តែគណៈបកប្រជាជនត្រូវខកចិត្តព្រោះថាលទ្ធផលឆ្នោតលើកនេះមិនល្អទាល់តែសោះបកប្រជាជនទទួលបាន118អាសនៈទៅជាងបកភូមិใจไทยសឹងពាក់កណ្ដាលបកភូមិใจไทยឈ្នះឆ្នោតក៏ព្រោះតែឆ្លៀតកេងចំណេញពីចំនួនព្រំដែនជាមួយនឹងកម្ពុជាប៉ុន្តែគណៈបកប្រជាជនទទួលបរាជ័យក៏ព្រោះតែគណៈបកហ៊ានសន្យាធ្វើកំណែទម្រង់កងទ័ពតាមរយៈការកាត់បន្ថយចំនួនឧត្តមសេនីយ៍ជាដើមនិងលុបចោលកាតព្វកិច្ចយោធាដែលជាការចង់បានរបស់យុវជនថៃគេអាចថាការសន្យារបស់គណៈបកប្រជាជនដើម្បីធ្វើកំណែទម្រង់កងទ័ពធ្វើឡើងមិនចំកលតិស័កលោកអនុทิនឆាន់វីរៈគុណក៏ធ្លាប់បានចោទប្រកាន់ថាបកប្រជាជនគ្មានស្នេហាជាតិសូម្បីតែបន្តិចនៅពេលប្រទេសកំពុងត្រូវការកងទ័ពដើម្បីការពារទឹកដីបកនេះបែរជាសម្ដៅរឹតបន្តឹងកងទ័ពទៅវិញនៅក្នុងសន្និសីទកាសែតយប់ថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026នៅដដែលបេក្ខជននាយករដ្ឋមន្ត្រីគណៈបកប្រជាជនលោកណាត់ភុងរឿងបញ្ញវុធបានប្រកាសទទួលស្គាល់បរាជ័យប៉ុន្តែបានប្រាប់អ្នកគាំទ្ររបស់ខ្លួនកុំឲ្យបាត់បង់ក្តីសង្ឃឹមគណៈបកប្រជាជនបានប្រកាសដែរថានឹងមិនចូលក្នុងរដ្ឋាភិបាលចម្រុះថ្មីប៉ុន្តែនឹងស្ថិតនៅក្រៅរដ្ឋាភិបាលក្នុងនាមជាបកប្រឆាំងនៅរដ្ឋសភាជ័យជំនះរបស់លោកអនុทิនឆាន់វីរៈគុណឆ្លុះបញ្ចាំងពីការកើនឡើងនៃគំនិតជាតិនិយមនៅក្នុងចំណោមប្រជាជនថៃគណៈបកភូមិใจไทยរបស់លោកអនុทิនឆាន់វីរៈគុណឈ្នះឆ្នោតមានន័យថាប្រជាជនថៃផ្ដោតអាទិភាពលើស្ថិរភាពនយោបាយជាជាងនយោបាយកំណែទម្រង់ដែលស្នើឡើងដោយបកប្រជាជនដឹកនាំដោយចលនាយុវជនដើម្បីប្រជាធិបតេយ្យបើសិនគេជ្រើសរើសយកបកប្រជាជនដែលមាននិន្នាការតឹងរ៉ឹងជាមួយព្រះរាជវាំងនិងក្រមយោធានោះជាថ្មីម្ដងទៀតថៃនឹងជួបវិបត្តិនយោបាយព្រោះក្រមអភិរក្សនិយមប្រកាសជារោគមធ្យោបាយដើម្បីរាំងខ្ចប់មិនឲ្យបកប្រជាជនអាចបង្កើតរដ្ឋាភិបាលដូច្នេះក្នុងបរិបទប្រទេសកំពុងមានជម្លោះជាមួយកម្ពុជាហើយបញ្ហាព្រំដែនជាអត្តភាពផងប្រជាជនថៃបោះឆ្នោតគ្រប់គ្រងលោកអនុทิនឆាន់វីរៈគុណដែលគេមើលឃើញថាស័ក្តិសមនឹងដឹកនាំប្រទេសហើយលោកអនុทิនឆាន់វីរៈគុណប្រកាសជានឹងទទួលបានការគាំទ្រពីពួកយោធាក្រមអភិរក្សឲ្យបង្កើតរដ្ឋាភិបាលដោយគ្មានការរំខានជ័យជំនះរបស់បកភូមិใจไทยនឹងមិនធ្វើឲ្យមានការផ្លាស់ប្ដូរច្រើនទេថៃនឹងមាននយោបាយដូចមុនដោយកាលពីប្រមាណខែមុនពេលដែលលោកអនុทิនឆាន់វីរៈគុណឡើងធ្វើជានាយករដ្ឋមន្ត្រី
ចរន្តជាតិនិយមកាន់តែឡើងខ្លាំងចំណែកនយោបាយសេដ្ឋកិច្ចនៅតែដដែលលោកអនុទានឆាន់វីរៈគុណនៅតែបន្តនយោបាយតឹងរ៉ឹងដាក់កម្ពុជានៅក្រៅទទួលជ័យជំនះឆ្នះឆ្នោតលោកបានបញ្ជាក់សារជាថ្មីថាលោកនឹងបន្តសាងសង់ជញ្ជាំងព្រំដែនជាមួយនឹងខ្មែរថៃលោកនឹងពង្រឹងសមត្ថភាពកងទ័ពនិងជឿថាកងទ័ពថៃអាចយកឈ្នះលើអ្នកណាទាំងអស់គណៈបកភូមិใจថៃអាចចាប់ដៃគូជាមួយគណៈបកភឿថៃឬបកខ្លាថាំដើម្បីបង្កើតរដ្ឋាភិបាលចម្រុះគិតត្រឹមព្រឹកថ្ងៃច័ន្ទទី9ខែកុម្ភៈឆ្នាំ2026នេះការរាប់សន្លឹកឆ្នោតប្រមាណ 94% បង្ហាញថាគណៈបកភូមិใจថៃអាចទទួលបានអាសនៈ193អាសនៈគណៈបកប្រជាជនទទួលបាន118អាសនៈនិងគណៈបកភឿថៃទទួលបានចំនួន74អាសនៈនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃគេបានប្រមាណថាបកភូមិใจថៃនឹងអាចទទួលបានអាសនៈច្រើនជាងនេះនៅពេលគេរាប់សន្លឹកឆ្នោតទី2សម្រាប់អាសនៈចំនួន100ទៀតរបស់រដ្ឋសភាតាមគម្រោងគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃនឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី9មេសាបន្ទាប់ពីសភាមានរយៈពេល15ថ្ងៃដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានសភាដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងអាចចាប់ផ្ដើមនៅក្នុងនោះបេក្ខជននាយករដ្ឋមន្ត្រីត្រូវការសម្លេងគាំទ្រច្រើនជាង251គណៈបកភូមិใจថៃអាចមានជំរឿសច្រើនដើម្បីបង្កើតរដ្ឋាភិបាលដោយចាប់ដៃជាមួយគណៈបកភឿថៃឬបកខ្លាថាំដែលជាដៃគូអនុប្រធានគណៈបកភូមិใจថៃធ្លាប់បង្ហើបថាចង់ចាប់ដៃគូជាមួយគណៈបកប្រជាជនព្រោះគេថាចូលចិត្តនយោបាយរបស់គណៈបកនេះប៉ុន្តែភូមិใจថៃចង់ឲ្យប្រជាជនលះបង់ចោលមហិច្ឆតាចង់ធ្វើកំណែទម្រង់ដែលប៉ះពាល់ដល់ព្រះរាជបល្ល័ង្កថៃ